ឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ចូល Nether អញ្ចឹងហើយអ្នកទាំងអស់គ្នាមាន bucket មួយហើយយើងអត់ចេះធ្វើ Nether portal ដោយ bucket ទេហើយអ្នកទាំងអស់គ្នានឹងដាក់អញ្ចឹងដូចខ្ញុំអញ្ចឹងប៉ុន្តែខ្ញុំមានវិធីមួយដោយប្រើតា bucket មួយទេដំបូងយើងរើ lava pool ទៅហើយបន្ទាប់មកឧទាហរណ៍ថាខ្ញុំរើ lava pool បានហើយកន្លែងហ្នឹងវាចង្អៀតអញ្ចឹងខ្ញុំត្រូវមាញកន្លែងហ្នឹងចោលដើម្បីឲ្យវាមាន space គ្រប់គ្រាន់ដើម្បីធ្វើ Nether portal បន្ទាប់មកយើងដងទឹកមកធន់មកយើងចាក់យើងដាក់ប្លុកមួយទៅលើ lava ទៅហើយមកយើងដាក់ទឹកក្បែរប្លុកហ្នឹងបន្ទាប់មកយើងមាញចេញហើយយើងមាញខាងក្រោម2បន្ទាប់មកយើងដាក់ lava ក្នុងកន្លែងយើងមាញ2ហ្នឹងទៅហើយបន្ទាប់មកយើងធ្វើខាងនោះ3ប្លុកឡើងបើខ្ញុំវាអត់តលាខ្ញុំមាញចោលកន្លែងស្រួលធ្វើឬមានអីប្រហែលទេបន្ទាប់ពីមាញហើយយើងដងទឹកនឹងចាក់នៅកន្លែង3ប្លុកហ្នឹងទៅសុំមាញនឹងបន្តិចសិនហើយដល់មាន space ហ្នឹងយើងដាក់ប្លុក2បិទទឹកកុំឲ្យវាហូរចូល lava អញ្ចឹងហើយបន្ទាប់មកយើងដង lava ដាក់នៅលើប្លុកហ្នឹងលេខ3បន្ទាប់មកយើងដួសទៅធ្វើរូបរាង portal យើងឥឡូវហ្នឹងមិនបាច់ដាក់បានតែខ្ញុំដាក់ចូលលើហើយយើងដងមកអសល់2ទៀតដាក់ចាំមកណាបន្ទាប់ពីបានហើយយើងដងទឹកមកយើងដូចជាអត់មាន flint ទេអញ្ចឹងយើងមានវិធីមួយទៀតគឺប្រើឈើហើយនឹងដង lava ដើម្បីវាឆេះហើយយើងដាក់យើងមាញនឹងចោលហើយយើងដាក់ឈើយើងដាក់ឈើ2ទៅហើយយើងដាក់ទឹកនេះតោះមកយើងដាក់ឈើដាក់ប្លុកទៅហើយយើងនេះចោលដងទឹកវិញយើងនៅសល់ម៉ោងដើម្បីឲ្យវាដុតនៅនោះទៅឥឡូវយើងមាញ flint មាញបានហើយឥឡូវយើងទៅ portal វិញមិនដែរ portal ហ្នឹងឆេះបាត់ហើយអញ្ចឹងយើងចូល Nether ទៅមានតែប៉ុណ្្នឹងវាទៅយើងមានតែប៉ុណ្្នឹងយើងចូល portal បានជោគជ័យ